បងប្អូនទាំងអស់គ្នាស្វាគមន៍បាទហ្នឹងហើយនឹងជួបគ្នានៅការបង្ហាញអំពីឫស្សីទៀតហើយបាទបងប្អូននេះបាទនេះគឺជាប្រភេទឫស្សីជុំទេបងប្អូនណាបាទឫស្សីជុំទេគ្រាន់តែយើងនេះខ្វៀលខាងក្នុងបាទដើម្បីតម្រូវដៃបាទតម្រូវដៃហើយតម្រូវដៃនេះមិនដឹងដៃអីទេខ្ញុំនេះដឹងដៃនាងដៃនាងនេះបងប្អូនបាទចឹងបងប្អូនណាខ្លះដែលស្រឡាញ់នៅរបស់ធម្មជាតិបាទប្រភេទឫស្សីបាទនេះបងប្អូនខ្ញុំស្រឡាញ់បានចេះសម្អាតចេះតែលើកបង្ហាញជូនពុកម៉ែបងប្អូនទស្សនាបាទហ្នឹងហើយបងប្អូនខ្លះក៏គាត់អត់ស្រឡាញ់ហ្នឹងហើយតាមហ្នឹងទៅបាទព្រោះមនុស្សយើងគឺយើងមិនអាចទៅផ្គប់ចិត្តគេបានទេសំខាន់គឺយើងផ្គប់ចិត្តខ្លួនឯងបាទហ្នឹងហើយយើងស្រឡាញ់អីយើងធ្វើហ្នឹងទៅបាទគ្រាន់ថាធ្វើកុំឲ្យវាជ្រុលកុំឲ្យវាហួសអញ្ចឹងទៅបាទហ្នឹងហើយតែបើហួសក៏ហ្នឹងហើយសូមចិត្តពុកម៉ែបងប្អូនហ្នឹងហើយជួយខមមិនប្រាប់ផងគ្រាន់លនិយាយទៅឬមួយក៏ធ្វើកាយវិការអីណាមួយទៅវាហួសអញ្ចឹងណាបាទអញ្ចឹងក៏សូមខន្តីអភ័យទោសពីចម្ងាយទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងបាទនេះគឺជាការស្រឡាញ់ទេអញ្ចឹងខុសត្រូវយ៉ាងណាសូមពុកម៉ែបងប្អូនដែលមិនស្រឡាញ់បាទដែលមិនចូលចិត្តហ្នឹងហើយកុំប្រកែបកាន់បាទហ្នឹងហើយនេះគឺជាឫស្សីបាទកដាសាច់ខ្ញុំអត់ទាន់បានសម្អាតនៅចុងបន្លានេះទេបាទហើយនេះគឺរបៀបដែលខ្ញុំក្រងបាទក្រងហើយមានបងម្នាក់បាទហ្នឹងហើយគាត់ថាក្រងអញ្ចឹងដូចជាអត់សូវស្អាតទេបាទហ្នឹងហើយគាត់ជួយរីខមមិនថាក្រងអញ្ចឹងអត់សូវស្អាតទេបាទហ្នឹងហើយអញ្ចឹងចាំមើលខ្ញុំនៅវីដេអូក្រោយខ្ញុំនឹងក្រងតាមរបៀបគាត់មើលតើស្អាតអីយ៉ាងណាអីយ៉ាងណីពុកម៉ែបងប្អូនណាបាទហ្នឹងហើយស្អាតយ៉ាងណាយ៉ាងណីនឹងថតជូនពុកម៉ែបងប្អូនជាបន្តទៀតអានេះគឺខ្ញុំក្រងតាមបែបខ្ញុំអញ្ចឹងណាអញ្ចឹងទៅមើលទៅស្អាតចំពោះខ្ញុំតែក្រៃលោចំពោះបងរៀងស្ទើរចិត្តអញ្ចឹងទៅខ្ញុំសាកក្រងតាមបងម្នាក់គាត់ប្រាប់មើលតើស្អាតយ៉ាងណាយ៉ាងណីបាទអញ្ចឹងនៅវីដេអូក្រោយខ្ញុំនឹងក្រងតាមគាត់ហើយនឹងថតជូនពុកម៉ែបងប្អូនទស្សនាជាបន្តទៀតបាទហ្នឹងហើយយើងក្រងតែប៉ុណ្្នឹងទៅអាចធ្វើជាបន្តបានហើយបាទអរគុណច្រើនបាទជម្រាបលាពុកម៉ែបងប្អូនណាប្រភេទឫស្សីកដាសាច់ឬមួយក៏កញ្ចុំគេហៅថាប្រភេទកញ្ចុំស្របដូចនេះខ្ញុំលើកនេះគឺប្រភេទកញ្ចុំស្របហើយបាទខ្នែងខ្លះក៏ចង់មានជុលដែរហើយសម្រាប់ប្រភេទកញ្ចុំស្របគឺយើងនិយាយអីឲ្យគេស្របអីចឹងទៅបាទហ្នឹងហើយពួកបងម្នាក់ក៏ថាចេះតែលើកអត់មានឃើញបង្ហាញថាប្រយោជន៍មិនអីមិនទេបាទហ្នឹងហើយអញ្ចឹងខ្ញុំក៏បង្ហាញនៅវីដេអូនេះខ្លះជូនពុកម៉ែបងប្អូនទស្សនាបាទហើយប្រភេទនេះគឺគេហៅថាកញ្ចុំស្របបើសិនជាអត់ដាច់ទេគឺប្រភេទយើងហៅកញ្ចុំដែរប៉ុន្តែអត់មានខ្នែងនេះបាទហ្នឹងហើយចូលទៅគៀកគ្នាស្របអត់ស្របទេអាហ្នឹងគេហៅថាប្រភេទកញ្ចុំបាទកញ្ចុំហើយប្រភេទសីគឺច្រើនតែខាងរស់ស៊ីបងប្អូនបាទខាងរស់ស៊ីបាទខ្លាយតែឫស្សីហ្នឹងដូចថាលក្ខណៈជុលកដាសាច់ជុលអីចឹងទៅអាហ្នឹងអាចត្រូវខាងការពារច្រើនអញ្ចឹងណាបាទគឺអត់ខុសពីបញ្ញាក្អែកទេបងប្អូនបាទអត់ខុសពីបញ្ញាក្អែកខ្នាយភ្លុកអីទេបាទអត់ខុសគ្នាត្រូវខាងរស់ស៊ីខាងការពារគ្រាន់ថារបស់ខ្លះការពារខ្លាំងជាងរស់ស៊ីអញ្ចឹងទៅបាទហ្នឹងហើយអញ្ចឹងខុសត្រូវយ៉ាងណាសូមពុកម៉ែបងប្អូនបាទខន្តីអភ័យទោសផងបាទនេះកំពុងតែសម្អាតលែងឫស្សីជុំបាទជុំមួយជុំបាទស្ទើរដែរទេមកថតបង្ហាញជូនបងប្អូនទស្សនាបាទគាត់ក្បត់មកជុំខ្លួនឯងនៅចំណុចពលនេះបាទនេះឃើញតពួកនេះទំនងទៅក៏ទុកចឹងទៅបាទប្រភេទខ្នាយមន់បាទហើយនេះវិញបាទជុំដែរបាទដាច់ចំទំនេះបាទតែអត់ជាប់ទំបាទបាទនេះពុកម៉ែបងប្អូនបាទជុំតូចបាទព្រោះយើងរកស្អាតមិនបានចង់និយាយថាស្អាតមកជុំកន្លះ2ជុំឬមួយក៏3ជុំអីចឹងទៅរកមិនបានយើងអាចយកចេះបានបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនដែរដូចថាគាត់ដើររកអីរកមិនបានបាទអញ្ចឹងយើងរកចឹងទៅបានប៉ុណ្ណឹងក៏បានដែរបងប្អូនព្រោះរបស់ធម្មជាតិបាទយើងចង់បានតែស្អាតតោះតែយើងស្វែងរកយូរដែរបាទទំរំតាបើសិនជាមានតំបន់ខ្លះមានលោកតាលោកយាយហ្នឹងហើយគាត់កាំងកាប់អីចឹងទៅព្រោះយើងនិយាយខាងផ្លូវជំនឿបាទហ្នឹងហើយអញ្ចឹងរបស់ដែលល្អងាយមើលឃើញទេបាទហ្នឹងហើយតោះតែយើងទៅឲ្យដឹងចិត្តទៅរយូរឲ្យដឹងចិត្តទៅយូរគាត់ហ្នឹងហើយគាត់យល់ចិត្តគាត់ស្រឡាញ់អាណិតយើងចឹងទៅគាត់ហ្នឹងហើយបញ្ចេញឲ្យចឹងហើយបាទនេះគឺប្រភេទជុំដែរជុំចុងខាងនេះបាទក៏វារៀងស្ទើរបន្តិចបាទមកមានចុងទៀតស្អាតយ៉ាងណាទេបាទ
ហើយខ្នែងនេះខ្នែងទេបាទតទៅហើយខ្នែងមកពាត់ជុំនេះបាទហើយចុងនេះនោះចំហបន្តិចឃើញបងប្អូនត្រង់ចំណុចមេដៃខ្ញុំនេះតែយើងចាត់ទុកថាជុំហើយបាទហ្នឹងហើយបាទអរគុណច្រើនពុកម៉ែបងប្អូនណាបាទប្រភេទជុំទៅតាមលោកបងបាទលោកក៏គាត់លោកក៏លោកស្រឡាញ់ដែររបស់ធម្មជាតិចេះបងប្អូនបាទហ្នឹងមិនថាខ្ញុំជាប្រសក់ទេលោកក៏ព្រះអង្គស្រឡាញ់ដែរបាទរបស់ធម្មជាតិចេះហើយព្រះអង្គក៏ដឹងច្រើនអំពីអត្ថប្រយោជន៍នៅប្រភេទឫស្សីបាទយើងយកមកហ្នឹងតិចទៅជុំមិនអីមិនហើយប្រភេទឫស្សីជុំចេះគឺតិចជុំមិនបាទហ្នឹងហើយតាមដែលសង្ឃិកាព្រះអង្គបានមានសង្ឃិកាបាទគឺប្រភេទជុំគឺខាងតិចទៅជុំហ្នឹងហើយការពារបាទរាល់អំពើបំពន់អីចឹងទៅបាទហ្នឹងហើយតាមព្រះអង្គមានសង្ឃិកាហើយខ្ញុំនេះក៏ស្រឡាញ់ហើយក៏និយាយទៅដឹងបានតិចតួចទេក៏ចេះថាហ្នឹងហើយនិយាយរៀបរាប់ប្រាប់ជូនបងប្អូនទស្សនាតែយ៉ាងណាយ៉ាងណីពុកម៉ែបងប្អូនអាចសិក្សាបន្ថែមបងប្អូនណាបាទអំពីឫស្សីនេះបាទមកថតជូនពុកម៉ែបងប្អូនទស្សនាសម្រាប់បងប្អូនដែលគាត់មានជំនឿទៅលើបញ្ញាក្អែកបាទហ្នឹងហើយរបស់ជំនឿគឺមានច្រើនបាទមានខ្នាតលុកមានថ្មត្បូងថ្មមានប្រភេទក្លឹមបាទហ្នឹងហើយសុទ្ធតែជាជំនឿគាត់ថាបងប្អូនខ្លះគាត់មានជំនឿទៅលើបញ្ញាក្អែកចឹងទៅបងប្អូនខ្លះគាត់មានជំនឿលើក្លឹមបងប្អូនខ្លះទៀតគាត់មានជំនឿលើប្រភេទថ្មបាទប្រភេទត្បូងថ្មអីចឹងទៅបាទហ្នឹងហើយចឹងគឺមានច្រើនផ្សេងគ្នាចឹងណាបាទចឹងខ្ញុំសូមលើកនៅបញ្ញាក្អែកបាទមកបង្ហាញតែជាជំនឿមួយដែរហើយសម្រាប់បញ្ញានេះគឺបញ្ញាដើមពុទ្រានេះបាទដៃបញ្ញាក្អែកសាច់ក្រហមល្អដល់សាច់ចាស់ងាំបាទតោះតែប្រហោគាត់ថាយើងសាងបានបាទសាងទូអង្គបានហើយនេះគឺពកបញ្ញាក្អែកដលងមីបងប្អូនបាទដើមដលងមីមានម្ដុំបាទដល់ខ្ញុំយូរហើយបាទដលងមីពកអាចជាប៉ុនមេជើងបាទនេះបើសិនយើងកាត់ទៅនេះអាចឆ្លាក់បានតែតួអង្គបានមកតួអង្គវិញសាច់ឡើងរឹងកញ្ញង់បងប្អូនទាំងអស់គ្នារឹងកញ្ញង់ដូចឈើគឺអូបហើយសាច់ខ្លះក៏ឡើងកម្ៅឡើងចេញក្លឹបបាទនឹងដលងមីបងប្អូនទាំងអស់គ្នាអរគុណបាទជម្រាបលា